សូមស្វាគមន៍មកកាន់កម្មវិធីសុខសប្បាយកម្ពុជាជួបជាមួយនឹងខ្ញុំបាទសេរីរាជារួមជាមួយនឹងខ្ញុំថនថាណែតថ្ងៃនេះកម្មវិធីយើងនឹងបង្ហាញជលអ្នកនៅព័ត៌មានថ្មីៗចេញពីទូរទស្សន៍ TV3 Asia ដែលផ្សាយចេញពីរាជធានីភ្នំពេញនិងផ្ដល់ជលអ្នកនៅព័ត៌មានផ្សេងៗជាច្រើនទៀតគោលបំណងកម្មវិធីរបស់យើងខ្ញុំនឹងបង្ហាញជលអ្នកនៅវិធីសាស្ត្រធ្វើយ៉ាងណាឲ្យជីវិតកាន់តែប្រសើរឡើងហើយយើងខ្ញុំសង្ឃឹមថាព័ត៌មានទាំងអស់នេះនឹងផ្ដល់នៅព្រឹត្តិការណ៍ទាន់ហេតុការណ៍ដែលកើតមាននៅក្នុងរាជាណាចក្រកម្ពុជាក៏ដូចជាជំវិញពិភពលោកក្រុមអ្នកវិនិយោគរបស់ក្រុមហ៊ុនជប៉ុនតាមរយៈលោក Tomoyuki អគ្គនាយកក្រុមហ៊ុន Tri Asia Group ជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជាដើម្បីស្វែងយល់សិក្សាអំពីការវិនិយោគរបស់វិនិយោគិនជប៉ុនបន្ថែមទៀតលោក Tomoyuki Yokowi អគ្គនាយកក្រុមហ៊ុន Tri Asia Group បានដឹកនាំអ្នកវិនិយោគមកពីប្រទេសជប៉ុនជួបពិភាក្សាជាមួយឯកឧត្តមលីថុចទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកវិស័យសេដ្ឋកិច្ចសង្គមគិច្ចប្រចាំអាស៊ីប៉ាស៊ីហ្វិកដើម្បីសិក្សាស្រាវជ្រាវក្នុងការមកវិនិយោគថ្មីបន្ថែមទៀតនៅកម្ពុជាក្នុងជំនួបពិភាក្សាជាអន្តរក្រសួងជាមួយអ្នកវិនិយោគជប៉ុនឯកឧត្តមទេសរដ្ឋមន្ត្រីលីថុចជាតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ព័ត៌មានពីការអភិវឌ្ឍលើគ្រប់វិស័យដូចជាវិស័យសេដ្ឋកិច្ចសង្គមគិច្ចស្ថិរភាពនយោបាយនិងជាពិសេសវិស័យវិនិយោគនៅកម្ពុជាដើម្បីឲ្យក្រុមហ៊ុនជប៉ុនដែលមានបំណងចង់មកធ្វើការវិនិយោគអាចទទួលបានព័ត៌មានគ្រប់គ្រាន់និងងាយស្រួលក្នុងការសម្រេចចិត្តមកវិនិយោគនិងជួយកសាងវិស័យសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀតឯកឧត្តមសង្ឃឹមថានៅពេលអនាគតក្រុមហ៊ុនជប៉ុនទាំងនោះនឹងជួយបង្កើតការងាររាប់ពាន់ដល់ប្រជាពលរដ្ឋកម្ពុជាជាពិសេសក្រុមហ៊ុន Tri Asia Group តែមួយក៏បានបង្កើតការងារជាង300ការងារសម្រាប់ប្រជាជនខ្មែរបាទថ្ងៃនេះខ្ញុំមានកិច្ចជួបបានជួបជាមួយនឹងមិត្តជប៉ុន6-7នាក់ដែលមានបំណងមកសិក្សាស្រាវជ្រាវពីប្រទេសកម្ពុជាយើងដើម្បីរកលទ្ធភាពវិនិយោគនៅស្រុកខ្មែរអញ្ចឹងខ្ញុំបានជាឱកាសនេះជម្រាបគេពីសក្តានុពលរបស់ប្រទេសកម្ពុជាហើយជាពិសេសជម្រាបគេឲ្យបានយល់ពីប្រទេសកម្ពុជាដែលបានទទួលនៅសន្តិភាពពេញបរិបូរណ៍ទទួលនៅស្ថិរភាពនយោបាយពេញបរិបូរណ៍ហើយនឹងមានការវិវត្តដោយគ្រប់វិស័យនាពេលបច្ចុប្បន្ននេះក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្ដេចនាយករដ្ឋមន្ត្រីតេជោរបស់យើងបាទនេះជាចំណុចសំខាន់ព្រោះអ្នកដែលគេចង់មកវិនិយោគនៅស្រុកខ្មែរគេឲ្យតម្លៃសំខាន់ទៅស្ថិរភាពនយោបាយសន្តិភាពនៅក្នុងប្រទេសនោះអញ្ចឹងយើងបានសង្កត់ចំណុចនេះដែលសំខាន់ក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រីតេជោយើងប្រទេសយើងមានសន្តិភាពមានស្ថិរភាពហើយនឹងកំពុងមានការអភិវឌ្ឍអញ្ចឹងគេមានជំនឿនៅលើការដឹកនាំរបស់ប្រទេសយើងឬរបស់រដ្ឋាភិបាលយើងហើយគេបានប្រាប់ខ្ញុំថាគេពេញចិត្តពេញថ្លើមនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជាណាហើយគេនឹងមកជាបន្តទៀតដើម្បីសិក្សាដើម្បីរកលទ្ធភាពចូលរួមការកសាងសេដ្ឋកិច្ចរបស់កម្ពុជាយើងក្នុងពេលអនាគតតាមការសង្កេតរបស់យើងគឺប្រទេសជប៉ុនប្រជាជនជប៉ុនជាពិសេសអ្នករកស៊ីជប៉ុននេះមិនងាយទៅប្រទេសណាឬរកស៊ីអ្វីមួយដែលគ្មានការធានាច្បាស់លាស់គ្មានការជឿជាក់ច្បាស់លាស់អញ្ចឹងពេលជប៉ុនគេសម្រេចចិត្តមកប្រទេសកម្ពុជានេះហើយមានក្រុមហ៊ុនជាច្រើនមកស្រាប់ហើយយើងឃើញនៅ EON បានបង្កើតការងារយើងរាប់ពាន់2000ការងារហើយប្រទេសជប៉ុនហើយក្រុមហ៊ុន Tri Asia នេះបានបង្កើតជាង300ការងារជូនបងប្អូនយើងលាក់ហើយអញ្ចឹងប្រជាជនជប៉ុនគេអត់ទៅណាដែលដោយចៃដន្យដោយសុបិនទេគឺថាតច្បាស់ហ្នឹងគេទៅច្បាស់តែម៉េចគឺថាគេមុនមកប្រទេសកម្ពុជាគេមានជំនឿថាការដឹកនាំរបស់ប្រទេសកម្ពុជាគឺត្រឹមត្រូវគឺល្អគេមើលមកប្រទេសកម្ពុជាមានសន្តិភាពមានការគោរពច្បាប់ទម្លាប់ហើយប្រជាជនយើងឧស្សាហ៍ព្យាយាមយុវជនយុវនារីយើងខិតខំធ្វើការរៀនសូត្រហើយធ្វើការហ្មត់ចត់ហើយរដ្ឋាភិបាលយើងគ្រប់គ្រងដល់អ្នករកស៊ីទាំងឡាយអញ្ចឹងជប៉ុនគេវាយតម្លៃខ្ពស់ហើយគេទុកចិត្តហើយគេមកមានការងារពីរសំខាន់គឺទី1អ្នករកស៊ីគេវាយតម្លៃមកវិស័យ
សំខាន់មួយចំនួនដូចខ្ញុំជម្រាបជូនអញ្ចឹងគឺសន្តិភាពស្ថិរភាពនយោបាយនិងយន្តការរបស់រដ្ឋាភិបាលដែលផ្ដល់ទៅគេដើម្បីគេមករកទទួលទាននេះនឹងខាងភាគីគេហើយភាគីយើងបានខាងកម្ពុជាយើងបានលើកកម្ពស់និងកែលម្អជាលំដាប់នៅយន្តការរបស់យើងក្នុងការទទួលស្វាគមន៍គេមករកទទួលទាននៅប្រទេសកម្ពុជាយើងដាក់ទុនដាក់បង្កើតរោងចក្រឡាក់ហ្នឹងគឺយើងបានកែលម្អច្រើនណាស់ចំពោះការស្វាគមន៍ដល់វិនិយោគហើយការបង្កើតនៅបរិស្ថាននៃការវិនិយោគហ្នឹងក៏បានល្អប្រសើរអញ្ចឹងចំណុចទាំងឡាយនេះធ្វើឲ្យអ្នកវិនិយោគនៅជិតឆ្ងាយនៃប្រទេសកម្ពុជាយើងគេចាប់ដើមបោះដៃមកហើយគេមើលឃើញប្រទេសកម្ពុជាប្រៀបធៀបទៅប្រទេសជិតខាងយើងមួយចំនួនយើងមានស្ថិរភាពល្អជាងគេយើងមានលទ្ធិប្រជាធិបតេយ្យរស់រវើកយើងមានប្រជាជនវ័យក្មេងហើយសកម្មហើយខិតខំធ្វើការហើយជាពិសេសគេមើលមកឃើញថ្នាក់ដឹកនាំមានថ្នាក់ដឹកនាំប្រទេសជាតិមួយដែលនឹងណដែលម៉ត់ចត់ហើយដែលផ្ដល់នៅភាពកក់ក្ដៅដល់អ្នករស់ស៊ីទាំងឡាយដែលគេយកលុយមកច្រើនមកវិនិយោគនៅប្រទេសកម្ពុជាយើងអញ្ចឹងមានអញ្ចឹងអ្វីមិនមែនដោយចៃដន្យទេគឺដោយសារយើងក្រុមការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ននៃសម្ដេចយុវអន្តរតេជោយើងជាប្រមុខហ្នឹងបានកសាងអ្វីទាំងអស់ហេដ្ឋារចនាសម្ព័ន្ធយន្តការគ្រប់បែបយ៉ាងដែលដល់ពេលនេះគឺជាពេលត្រឹមត្រូវដែលគេមករកទទួលទានហើយដល់ពេលជប៉ុនមកនោះគឺមានន័យថាប្រទេសយើងមានលក្ខខណ្ឌគ្រប់គ្រាន់ទាំងអស់ដើម្បីស្វាគមន៍គេហើយដើម្បីឲ្យគេមកដាក់ទុនហើយអញ្ចឹងមានន័យថាអ្វីដែលយើងបានធ្វើកន្លងមកនេះគឺត្រូវទាំងអស់បាទជាមួយគ្នានេះដែរលោក Tomoyuki Yokoi អគ្គនាយកក្រុមហ៊ុន Tri Asia Group មានប្រសាសន៍អំពីបេសកកម្មនិងគោលដៅរបស់ក្រុមហ៊ុន Tri Asia Group យ៉ាងដូចនេះថាはい、トライアジアグループの代表をしております。ខ្ញុំបាទឈ្មោះ Tomoyuki Yokoi ជាប្រធានក្រុមហ៊ុន Tri Asia Group បច្ចុប្បន្នក្រុមហ៊ុនយើងកំពុងតែវិនិយោគលើវិស័យប្រព័ន្ធផ្សព្វផ្សាយសំណង់អាហារនិងភេសជ្ជៈហើយយើងក៏មានបុគ្គលិកចំនួន300នាក់ផងដែរはい、我々トライアジアグループはカンボジアで50年、100年យើងរំពឹងទុកថាចង់ឲ្យក្រុមហ៊ុន Tri Asia Group នេះនឹងដំណើរការ50ឆ្នាំទៅ100ឆ្នាំនៅកម្ពុជាទៅមុខទៀតដូច្នេះហើយគោលដៅរបស់ក្រុមហ៊ុនយើងគឺមានអ្នកជំនួយ3ដូចជាផ្នែកហិរញ្ញវត្ថុផ្នែកអចលនទ្រព្យផ្នែកប្រព័ន្ធផ្សព្វផ្សាយហើយចំនួនទាំង3នេះហើយដែលយើងផ្ដោតទៅលើនោះトライアジアグループを創業したのは2年半ほど前ក្រុមហ៊ុន Tri Asia Group បង្កើតបានរយៈពេល2ឆ្នាំកន្លះហើយចាប់តាំងពីខែ7ឆ្នាំ2012មកម្លេះបើប្រៀបធៀបទៅយើងគិតថាស្ថានភាពមានការផ្លាស់ប្ដូរខ្លាំងដំបូងមកអស់ចំនួនផ្នែកអាហារនិងភេសជ្ជៈដែលជាចំនួនខ្នាតតូចដែលយើងបានបើកដំបូងគេប៉ុន្តែឥឡូវយើងមានក្រុមហ៊ុនចំនួន9ទៀតនិងបុគ្គលិកចំនួន300នាក់ផ្សេងទៀតនេះគឺជាក្រុមហ៊ុនជប៉ុនដែលឯករាជ្យដែលត្រូវបានប្រជាជនកម្ពុជានិងអ្នកនយោបាយមានការចាប់អារម្មណ៍យ៉ាងខ្លាំង並びにカンボジア政府にも非常に注目をされているというふうに考えています。やっぱり人材育成というのは企業にとって最も大切な要素の一つです。សម្រាប់ក្រុមហ៊ុនធនធានមនុស្សក៏ជាផ្នែកមួយយ៉ាងសំខាន់ផងដែរដែលក្រុមហ៊ុនរំពឹងទុកប្រសិនបើមិនមានធនធានមនុស្សឬក៏មិនអាចរកធនធានមនុស្សដែលល្អបានក្រុមហ៊ុនក៏ច្បាស់ជាមិនអាចអភិវឌ្ឍទៅមុខបានឡើយដូច្នេះក្រុមហ៊ុន Tri Asia Group របស់យើងក៏បានគិតអំពីធនធានមនុស្សផងដែរអ្វីដែលជាចំណុចសំខាន់គឺការសាកល្បងប្រកួតប្រជែងធ្វើការងារផ្សេងៗការអភិវឌ្ឍរបស់ក្រុមហ៊ុនខ្លាំងនោះគឺដោយសារតែមានការរីកចម្រើនបន្ទាប់ពីបានចូលធ្វើការក្រុមហ៊ុនការទទួលខុសត្រូវក៏ជាផ្នែកមួយយ៉ាងសំខាន់ផងដែរដូច្នេះហើយយើងចង់លើកកម្ពស់នឹងការអភិវឌ្ឍធនធានមនុស្សនិងការហ៊ានប្រឈមទៅនឹងការសាកល្បងអ្វីៗដែលថ្មីនោះ提供することによって人材育成を促進させていきたいというふうに思っています。トライアジアグループはសម្រាប់ក្រុមហ៊ុន Tri Asia Group ដែលមានមុខជំនួញចាក់ឫសនៅប្រទេសកម្ពុជាហើយយើងក៏ចង់បន្តពី50ឆ្នាំទៅ100ឆ្នាំទៀតជាមួយនឹងឥទ្ធិពលនិងវត្តមានរបស់ក្រុមហ៊ុនរបស់យើងដោយអ្វីដែលយើងបាននិយាយអំពីមុខជំនួញផ្នែកហិរញ្ញវត្ថុផ្នែកអចលនទ្រព្យនិងផ្នែកប្រព័ន្ធផ្សព្វផ្សាយហើយចំនួនទាំង3នេះហើយដែលយើងកំពុងតែអភិវឌ្ឍទៅមុខអ្វីដែលយើងខ្លាំងនោះគឺបច្ចេកទេសបែបជប៉ុនសេវាកម្មគុណភាពដែលធ្វើឲ្យកម្ពុជាមានភាពសម្បូរសប្បាយដែលយើងរំពឹងទុកយ៉ាងខ្លាំងនោះនាពេលបច្ចុប្បន្នមិនត្រឹមតែនៅរាជធានីភ្នំពេញទេយើងក៏បានចាប់ផ្ដើមនៅតាមបណ្ដាខេត្តមួយចំនួនផងដែរដើម្បីអភិវឌ្ឍយើងក៏គិតថាតើយើងអាចធ្វើអ្វីផ្សេងទៀតដែរឬទេということを日々考えて経営をしています。
未来のことはまあ誰にもわからないわけですけれども、最も大切なことはอนาคตទោះបីជាអ្នកណាក៏មិនទាន់ដឹងនៅឡើយដែររឿងដែលសំខាន់គឺយើងទុកប្រជាជនកម្ពុជាជាសំខាន់ជីវភាពប្រជាជនកម្ពុជាដើម្បីឲ្យមានជីវភាពមានភាពសប្បាយសប្បាយយើងក៏គិតចង់ពង្រីកនៅមុខជាមួយផងដែរនេះហើយគឺជាគោលការណ៍របស់ក្រុមហ៊ុន Tri Asia Group そこに対して投資をしていくというのがトライアジアグループの基本的な考え方です。そういった意味で現在土木建築のដោយតែយើងបានរៀបរាប់នាពេលបច្ចុប្បន្នយើងមានមុខជាមួយផ្នែកសំណង់ដូចជាជួសជុលផ្ទះជួសជុលផ្លូវថ្នល់ហើយយើងក៏សង្ឃឹមថាអ្នកទាំងអស់គ្នាអាចមានរស់នៅជាមួយនឹងបរិស្ថានស្អាតផងដែរហើយនេះគឺជាអ្វីដែលខ្ញុំចង់បានទៅថ្ងៃអនាគតនោះそういった未来を実現していきたいというふうに思っています。សូមអរគុណទូរទស្សនិកជនយើងនឹងវិលមកជួបគ្នាក្នុងពេលបន្តិចទៀតនេះ